បន្ទាប់ពីមើលក្បាលវីដេអូហើយក៏គិតច្រើននៃពុកម៉ែបងប្អូននៅគ្នាថ្ងៃនេះគឺខ្ញុំនាំភ្ញៀវជនជាតិអ៊ីតាលីចំនួន3នាក់មកលេងភ្នំកលែនបន្ទាប់ពីទស្សនា5ភាសាបុរាណខ្មែរយើងអស់រយៈពេល1ថ្ងៃអញ្ចឹងថ្ងៃបន្ទាប់ទៀតយើងមកលេងភ្នំកលែនម្ដងមកមើលទឹកធ្លាក់បន្តែមុននឹងទៅដល់លេងទឹកធ្លាក់ហ្នឹងគឺយើងមកមើលកន្លែងមួយនៅភ្នំកលែនហ្នឹងគេហៅថាពើងតាខោឬក៏ពើងជ្រួញពុកម៉ែបងប្អូននៅគ្នានៅទីនេះគឺទេសភាពស្អាតមែនតែនប៉ុន្តែអ្វីដែលយើងមកនេះគឺក្នុងកណ្ដៅខែប្រាំងហើយពុកម៉ែបងប្អូននៅគ្នាអញ្ចឹងទៅទេសភាពវារឿងបដូរពណ៌បន្តិចអញ្ចឹងណាបើសិនជាពុកម៉ែបងប្អូននៅគ្នាមកចន្លោះខែ11មកខែ1គឺចន្លោះហ្នឹងគឺទេសភាពគឺស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូននៅគ្នាហើយឥឡូវនេះខ្ញុំកំពុងតែថតរូបឲ្យភ្ញៀវផងនិងថតវីដេអូឲ្យភ្ញៀវផងហើយពួកគាត់ពិតជាសប្បាយចិត្តមែនទែនបានឃើញទេសភាពបែបនេះហើយកន្លែងនេះគឺជាប្លង់ដែលតាក់ទាញខ្លាំងពុកម៉ែបងប្អូននៅគ្នាហើយនេះគឺជាថ្នាំបុរាណខ្មែរយើងមានឫសឈើមានដើមឈើអញ្ចឹងណាបន្ទាប់ពីមកបន្ទាប់ពីទស្សនាកន្លែងហ្នឹងហើយពួកយើងក៏បានធ្វើដំណើរមកព្រះអង្គធំហើយមកដល់នេះគឺយើងមានរូបសំណាកច្រើនមានពុទ្ធសាសនាផងមានព្រហ្មញ្ញសាសនាផងមានព្រះសិវៈព្រះវិស្ណុព្រះកណេសហើយមានប្រជាពលរដ្ឋខ្មែរយើងច្រើនដែលកំពុងតែធ្វើការបួងសួងមានការលក្ខណៈថាថ្វាយភ្លេងទៅកាន់អ្វីដែលពួកគាត់បួងសួងអញ្ចឹងណាអញ្ចឹងនៅទីនេះគឺមានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិច្រើនមែនទែនហើយឥឡូវនេះពួកយើងកំពុងតែធ្វើដំណើរជុំវិញមើលទស្សនវិជ្ជាហើយនឹងបញ្យល់ភ្ញៀវអំពីព្រហ្មញ្ញសាសនានិងពុទ្ធសាសនាបញ្យល់ភ្ញៀវអំពីប្រវត្តិសាស្ត្រទាក់ទងទៅនឹងភ្នំកលែនអញ្ចឹងណាបន្ទាប់ពីនឹងហើយពួកយើងត្រូវដោះស្បែកជើងហើយយើងឡើងទៅលើតម្ដងទៅមើលរូបសំណាកព្រះអង្គធំនៅជាន់ខាងលើអញ្ចឹងណាអញ្ចឹងឥឡូវនេះស្ទះមែនតើពុកម៉ែបងប្អូនភ្ញៀវច្រើនមានទាំងភ្ញៀវជាតិនិងអន្តរជាតិអញ្ចឹងណាហើយពួកគាត់តម្រង់ជួរគ្នាឡើងឆ្នៃពេលប្រហែលជាខ្ទង់កន្លះម៉ោងដែរមុននឹងយើងទៅដល់ខាងលើណាដោយសារតែស្ទះខ្លាំងថ្ងៃហ្នឹងគឺស្ទះខ្លាំងមែនតើដោយសារតែមានភ្ញៀវជាតិយើងដូចជាប្រជាជនខ្មែរយើងគាត់មកធ្វើការបន់ស្រន់បួងសួងនៅនឹងអញ្ចឹងណាអញ្ចឹងទៅមានការស្ទះហើយភ្ញៀវជាតិភ្ញៀវអន្តរជាតិក៏ច្រើនដែរពុកម៉ែបងប្អូននៅគ្នាហើយនេះគឺមកទេសចរបញ្យលភ្ញៀវរបៀបនៃការដាក់ផ្កាដាក់អីចឹងទៅមានច្រើនណាស់អញ្ចឹងខ្ញុំកំពុងតែដើរនៅខាងក្រោយហ្នឹងហើយភ្ញៀវនៅខាងក្រោយពួកគាត់ដើរពីក្រោយខ្ញុំហើយមើលពីរបៀបនៃការបន់ស្រន់បួងសួងរបស់ប្រជាពលរដ្ឋខ្មែរយើងហើយនេះព្រះសិរីសធាតុរបស់ព្រះពុទ្ធដែលយកពីស្រីលង្កាមកចឹងណាហើយនេះប្រជាពលរដ្ឋខ្មែរយើងកំពុងតែបួងសួងហើយយើងដើរមកជុំពុកម៉ែបងប្អូនគ្នាដើរមកជុំមកដល់ហើយនេះទេសភាពនៅខាងលើនៅពេលដែលយើងឡើងដល់លើយើងមើលទៅគឺស្រស់ស្អាតខ្លាំងមែនទែនគឺធម្មជាតិពណ៌បៃតងមើលទៅគឺអូយស្រស់ស្អាតមែនទែនហើយខ្យល់បរិសុទ្ធខ្យល់បក់មកភើយអញ្ចឹងទៅនៅពេលដែលយើងឡើងដល់លើខ្យល់បក់ភើយអញ្ចឹងទៅមានអារម្មណ៍ថាយើងកំពុងតែស្រូបយកខ្យល់បរិសុទ្ធអញ្ចឹងហើយគឺអស្ចារ្យមែនទែនពុកម៉ែបងប្អូននៅគ្នានេះទស្សនវិជ្ជាថតជុំវិញហើយដើរនេះភ្ញៀវខ្ញុំពុកម៉ែបងប្អូននៅគ្នាកំពុងតែថតនេះភ្ញៀវជនជាតិអ៊ីតាលីហើយអ្នកខ្លះក៏ដំជួងអញ្ចឹងណាបួងសួងអញ្ចឹងណាហើយយើងទៅបន្តរហូតមានទាំងបរទេសមានទាំងខ្មែរអញ្ចឹងបរទេសក៏គាត់បួងសួងដូចខ្មែរដែរនៅពេលដែលគាត់មកទស្សនាប្រទេសកម្ពុជាយើងគាត់ព្យាយាមធ្វើតាមអ្វីដែលប្រជាពលរដ្ឋយើងតែងតែធ្វើជាប្រចាំអញ្ចឹងណាឥឡូវនេះពួកយើងចុះមកក្រោមវិញពុកម៉ែបងប្អូនអ្នកគ្នាមកកាន់លឹង1000ហើយនឹងមកមើលទឹកធ្លាក់អញ្ចឹងយើងទៅមើលព្រះអង្គធំមុនហើយបានយើងបកមកក្រោយវិញមកកន្លែងលឹង1000បន្ទាប់ពីនឹងមកយើងក៏ធ្វើដំណើរទៅកន្លែងទឹកធ្លាក់ហើយនេះគឺរូបសំណាកព្រះវិស្ណុពុកម៉ែបងប្អូនអ្នកគ្នាហើយកន្លែងនេះគឺយើងមកមើលដង7ពណ៌ដែលគេជឿថាជាដងស័ក្តិសិទ្ធិអ្នកអត់គូអីអាចមកបន់ស្រន់បួងសួងដើម្បីបានគូអញ្ចឹងអានេះជាជំនឿដែលអ្នកភូមិដែលគាត់ជឿនៅទៅបន្ទាប់ពីនឹងមកពួកយើងក៏បានធ្វើដំណើរទៅទឹកធ្លាក់តែមុនទៅដល់ទឹកធ្លាក់ហ្នឹងគឺឲ្យភៀវគាត់មើលពីទិដ្ឋភាពនៃជីវរដ្ឋយើងលក់ម្ហូបអាហារភេទជ្ជៈអីចឹងណាតាមផ្លូវដើរសិនចឹងណាទីបំផុតពួកយើងបានមកដល់កន្លែងទឹកធ្លាក់ឲ្យពុកម៉ែបងប្អូនអ្នកគ្នាពិតជាស្រស់ស្អាតមែនទែនព្រោះនេះជាខែប្រាំងណាយើងអស់ទឹកបដាបើសិនជាមកចន្លោះខែ11ខែ12អីវិញអូមិនទេគឺពេញស្អាតមកពុកម៉ែបងប្អូនអ្នកគ្នាហើយឥឡូវនេះក៏ស្អាតដែរពុកម៉ែបងប្អូនគ្នាប៉ុន្តែបើយើងប្រៀបធៀបពីចុងរដូវប្រាំងទៅនឹងដើមរដូវប្រាំងគឺដើមរដូវប្រាំងគឺស្រស់ស្អាតជាងសល់មានទឹកច្រើនជាងអញ្ចឹងណាហើយនេះភ្ញៀវមកទេសចរកំពុងតែចាំភ្ញៀវរបស់ពួកគាត់អញ្ចឹងយើងមកដល់នេះភ្លាមយើងឲ្យភ្ញៀវបើសិនជាភ្ញៀវក៏ចង់ងូតទឹក
ងូតអីទៅគាត់ងូតទឹកងូតអីចឹងទៅហែលលេងអីចឹងទៅយើងនឹងអង្គុយចាំអីចឹងទៅណាបើសិនគាត់ត្រូវការឲ្យយើងថតរូបក៏យើងក៏ថតចឹងទៅហើយបើសិនជាអត់ទេក៏យើងអង្គុយដូច